ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនានៅប្រាង្គប្រាសាទបុរាណខ្មែរយើងមួយទៀតហើយដែលស្ថិតនៅចាស្រុកស្វាយលើខេត្តសៀមរាបចាដែលប្រាសាទមួយនេះគឺស្ថិតនៅក្នុងវត្តតែម្ដងចាគឺវត្តស្វាយលើចាប្រសិនបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់មកទស្សនាពេលមកដល់ស្រុកស្វាយលើចាអាចសាកសួរព័ត៌មានពីអ្នកចាស្រុកដែលគាត់រស់នៅម្ដុំហ្នឹងឬក៏អាចឆែកតាម Google Map ចាដាក់ថាវត្តស្វាយលើចា Google នឹងបង្ហាញទីតាំងឲ្យពុកម៉ែបងប្អូនចូលមកកាន់វត្តនឹងឃើញនៅប្រាង្គប្រាសាទចានៅខាងស្ដាំដៃវត្តតែម្ដងចាប្រាសាទនេះគឺសាងសង់ឡើងអំពីថ្មភក់ចាគឺថ្មភក់សុទ្ធសាធតែម្ដងហើយកសាងគឺយើងឃើញមានកំពែងថ្មភក់2ជាន់ហើយប្រាសាទនេះបើតាមមើលជាក់ស្ដែងទៅគឺមិនទាន់សាងសង់ហើយ100%នៅឡើយទេចាដោយយើងឃើញតែការទម្រាបថ្មដាក់ចេញជារូបរាងបន្ទប់លើគ្នាប៉ុន្តែមិនទាន់មានក្បាច់ចម្លាក់ឆ្លាក់នៅលើថ្មនៅឡើយទេចាចំពោះតួប្រាង្គនៃប្រាសាទដែលនៅកណ្ដាលនេះគឺយើងមិនឃើញមានតួប្រាង្គទេយើងឃើញមានតែស្លាកស្នាមខ្លះៗហើយមានចាការសាងសង់សំណង់ថ្មីដែលធ្វើអំពីឥដ្ឋចាមួយនៅចំកណ្ដាលនឹងតែម្ដងដែលគេចាក់សោយើងមិនអាចចូលទៅខាងក្នុងបានទេចាហើយប្រាសាទនេះដែរក៏មិនសូវមានពុកម៉ែបងប្អូនណាស្គាល់បានចូលមកទស្សនាទេចាគឺនៅកណ្ដោយកណ្ដែងក្នុងវត្តតែម្ដងចាមានតែអ្នកភូមិអ្នកស្រុកឬក៏ក្មេងៗដែលគាត់នៅម្ដុំហ្នឹងចាគាត់នាំគ្នាមកលេងនៅពេលល្ងាចចាទីតាំងនៃប្រាសាទនេះបើសិនជាមានការរៀបចំចាឲ្យមានរបៀបរៀបរយនិងចាស្រស់ស្អាតអាចមានភ្ញៀវគាត់អញ្ជើញមកអង្គុយលេងនៅពេលល្ងាចធ្វើឲ្យប្រាង្គប្រាសាទគឺមានសភាពអ៊ូអរមិនកណ្ដោយកណ្ដែងចាប៉ុន្តែបច្ចុប្បន្នគឺយើងឃើញថាមិនទាន់បានរៀបចំស្រស់ស្អាតនៅឡើយទេចាហើយប្រាសាទនេះដែរក៏មិនមានឯកសារឬសិលាចារឹកណាបញ្ជាក់ពីប្រវត្តិនិងឈ្មោះពិតប្រាកដរបស់ប្រាសាទនោះទេចាពិតជាគួរឲ្យសោកស្ដាយមែនទែនចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនេះខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាចាដ៏មានតម្លៃមកទស្សនាវីដេអូរបស់នាងខ្ញុំជូនពរដល់ពុកម៉ែបងប្អូនចាឲ្យជួបប្រទះតែសេចក្តីសុខពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា